រីករាយថ្ងៃនេះសេចក្តីស្រឡាញ់វីដេអូនេះផងដែរអ្នកខ្ញុំសូមផ្ញើជូនទៅកាន់មនុស្សស្រីរឹងមាំគ្រប់រូបថ្ងៃនេះសេចក្តីស្រឡាញ់មិនមែនជាថ្ងៃសម្រាប់តែគូស្នេហាគូសង្សារសេចក្តីស្រឡាញ់ចំពោះអាណាព្យាបាលនោះទេប៉ុន្តែក៏ជាថ្ងៃដែលយើងត្រូវបង្ហាញប្រាប់ខ្លួនឯងថាយើងស្រឡាញ់ខ្លួនឯងដូចគ្នាខ្ញុំដឹងថាអ្នកហត់ខ្ញុំដឹងថាអ្នកពិបាកហើយមានថ្ងៃខ្លះអ្នកក៏កំពុងតែញញឹមទាំងទឹកភ្នែកកំពុងតែស្រស់យប់ខ្លះអ្នកក៏ពួនសំងំយំទាំងខួរក្បាលពោពេញទៅដោយសំណួរជាច្រើនពាក្យមួយឃ្លាដែលអ្នកតែងតែចងចាំវាទុកនៅក្នុងចិត្តជានិច្ចបើខ្ញុំមិនរឹងមាំដោយខ្លួនឯងទេតើនរណានឹងមកជួយខ្ញុំពាក្យនេះវាបានលាក់ទុកនូវភាពឈឺចាប់លាក់ទុកនូវភាពខ្សោយដើម្បីឲ្យមនុស្សជុំវិញខ្លួនរបស់អ្នកសប្បាយដើម្បីកុំឲ្យគេបារម្ភដើម្បីឲ្យគេគិតថាអ្នកមិនអីនោះទេថ្ងៃនេះសេចក្តីស្រឡាញ់នេះផងដែរសូមឲ្យអ្នកទាំងអស់គ្នាស្រឡាញ់ខ្លួនឯងបន្ថែមបន្តិចទៀតអនុញ្ញាតឲ្យខ្លួនឯងអស់កម្លាំងបានអនុញ្ញាតឲ្យខ្លួនឯងហូរទឹកភ្នែកបានទាំងអស់នេះវាមិនមែនបង្ហាញអំពីភាពទន់ខ្សោយនេះទេតែវាជាភស្តុតាងដែលបញ្ជាក់ថាអ្នកទាំងអស់គ្នាក៏ជាមនុស្សធម្មតាដែលមានសាច់មានឈាមមានបេះដូងមានការឈឺចាប់ដូចជាមនុស្សទូទៅជាចុងក្រោយរីករាយថ្ងៃនេះសេចក្តីស្រឡាញ់វីដេអូនេះសូមផ្ញើជូនទៅកាន់មនុស្សស្រីរឹងមាំគ្រប់រូបអ្នកមិនចាំបាច់រឹងមាំគ្រប់ពេលទេហើយអ្នកសមនឹងទទួលបាននូវការស្រឡាញ់ដោយដែលអ្នកបានផ្ដល់វាទៅកាន់មនុស្សជុំវិញខ្លួន